สุดท้ายบางคนต่างออกนี้แบบว่ามาชุบขยมมาดองเตี้ยในขนมวิดีโอทำไมให้วิดีโอนี้พอได้ขยมส่งบางหายบางคนแต่ตรงเฉียวมวยน้องประตูไตรกรัมให้ประตูนี้น้องเปlà lớnนี้คือขยมធ្វើការបាទចាក់សាបបាតក្រោមនេះបងប្អូនបាទបាតក្រោមនេះគឺយើងចាក់ថ្មីបាទចាក់ថ្មីមានន័យថាចាក់បន្ថែមមិនចាក់ថ្មីក៏អាចាស់ចោលទេគឺចាក់បន្ថែមបងប្អូនដោយសារបាទអាកម្រាស់មុនហ្នឹងគឺវាស្ដាងពេកអញ្ចឹងតើតែពេលមេឃភ្លៀងបាទជុំវិញទៅធ្វើឲ្យទឹកហ្នឹងវាខ្ពុលឡើងពីក្រោមមកវិញណាជ្រាបបុកពីក្រោមមកវិញហើយឥឡូវនេះខ្ញុំធ្វើការបាទចាក់បន្ថែមចំនួនបាទមកអត់កន្លះទៀតកម្រាស់របស់វាបាទឥឡូវគឺខ្ពស់ហើយអញ្ចឹងយើងប្រើបាទលេងជ្រាបទឹកជ្រាបអីមកទៀតហើយបាទខ្លាចតែលិចបាទលិចទាំងស្រុងចឹងបើធម្មតានឹងវាអត់អីទេហើយប្រហែលថ្ងៃហ្នឹងគឺខ្ញុំអត់បាននេះទេបងប្អូនបាទខ្ញុំអត់បានតបឆាតបងប្អូនទេបាទតបក៏បានតបតិចដែរដោយសាររវល់នេះចាក់សាមហ្នឹងគឺ2ថ្ងៃបាទមួយថ្ងៃគឺចាក់បានតែពាក់កណ្ដាលទេបាទហើយត្រូវរើអីវ៉ាន់បាទនៅក្នុងបន្ទប់នឹងចេញអញ្ចឹងម្សិលមិញនេះគឺរើចូលតែរៀបអត់ទាន់បាន 100%ទេបាទយើងរៀបបានចូល 80% បងប្អូនបាននៅសល់តិចតួចទៀតយើងអត់ទាន់បានរៀបឲ្យវាត្រូវតាមលក្ខណៈដើមបងប្អូនបាទនេះគឺបន្ទប់ត្រីបាទមានទូទឹកកកមួយហើយមានធុងការ៉េមួយសម្រាប់ដាក់ចៃទឹកកកបាទចៃទឹកកកហ្នឹងក៏អត់ទាន់បានរៀបឲ្យវានេះដែរវាត្រូវតាមបាទអត់ទាន់បានរៀបឲ្យត្រូវតាមស្តង់ដារដែរបងប្អូនបាទនេះចៃទឹកកកហ្នឹង1គីឡូមាន5ប្រទេសបងប្អូនទាំងអស់គ្នាបាទ1គីឡូមាន5ប្រទេសចឹងបងប្អូនដែលត្រូវការបាទចៃទឹកកកហ្នឹងយកទៅឲ្យត្រីស៊ីបាទកូនត្រីចាប់ពី3ថ្ងៃឡើងត្រីធំក៏បានត្រី7ពណ៌ក៏បានត្រីខ្ទុយ3ក៏បានបាទស៊ីបានដូចគ្នាចឹងបងប្អូនអាចធ្វើការបាទឆាតមកចូល Telegram 097 6 3ដើម 8218 បាទ097 6 3ដើម 8218 បងប្អូនបាទ097 6 3ដើម 8218 Telegram ឬក៏បងប្អូនអាចធ្វើការឆាតចូល Facebook របស់ខ្ញុំមកដោយ Facebook មានឈ្មោះថាវិចិត្រ Victory ជាអក្សរអង់គ្លេសបាទវិចិត្រ Victory ជាអក្សរអង់គ្លេសបងប្អូនឬក៏បងប្អូនអាចធ្វើការឆាតចូល Page របស់ខ្ញុំដោយ Page ទី1មានឈ្មោះថាចំការត្រីក្រឹមខេត្តតាកែវជាភាសាខ្មែរ Page ទី2មានឈ្មោះថាឆាវលក់ត្រីក្រឹម Page ទី3មានឈ្មោះថាបាទ Paradise on Earth បាទជាភាសាអង់គ្លេសក្រៅពីចៃទឹកកកបងប្អូនក៏អាចរកទិញបានជាប្រភេទបាទមេពូជចៃទឹកបាទមេពូជចៃទឹកឬក៏បាទមេទឹកខៀវបងប្អូនបាទមេពូជចៃទឹកឬក៏មេទឹកខៀវអញ្ចឹងបងប្អូនអាចធ្វើការបាទតាក់ទងទិញមកបានបាទហើយមេពូជចៃទឹកក៏ដូចជាទឹកខៀវខ្ញុំមានលក់បាទជាឈុតដែរបងប្អូនហើយត្រីនៅក្នុងវីដេអូនេះគឺជាប្រភេទព្រៃកាត់បាទនេះពួកព្រៃកាត់ដាច់បាទសេរីព្រៃកាត់ដាច់ណាអញ្ចឹងបងប្អូនត្រូវការប្រភេទព្រៃកាត់ដាច់ហ្នឹងអាចធ្វើការតាក់ទងមកបានដូចគ្នាបាទបងប្អូនទាំងអស់គ្នាវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណជួបខ្ញុំវីដេអូបន្ទាប់នៅពេលក្រោយទៀត